ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាជួបជាមួយខ្ញុំម្ដងទៀតហើយនៅក្នុង Channel ហោរាសាស្ត្រតាមក្បួនចិនថ្ងៃនេះខ្ញុំនាំមកនៅវីដេអូថ្មីដែលនិយាយអំពីហោរាសាស្ត្រប្រចាំសប្តាហ៍ដែលរាប់ចាប់ពីថ្ងៃច័ន្ទទី30មិថុនារហូតដល់ថ្ងៃអាទិត្យទី6កក្កដា2025ដំបូងឡើយនោះគឺឆ្នាំជូតនៅក្នុងសប្តាហ៍នេះគឺអ្នកមានភាពវៃឆ្លាតនិងភាពបត់បែនព្រមទាំងភ្លឺស្វាងដែរចំណែកឱកាសការងាររបស់អ្នកអាចនឹងកើនឡើងជាពិសេសនៅក្នុងគម្រោងសហការចូលជឿជាក់ទៅលើវិចារណញ្ញាណហើយកុំគិតច្រើនពេកនៅក្នុងអាជីពឱកាសនឹងបង្ហាញជំនាញរបស់អ្នកឲ្យនាំទៅរកភាពទទួលស្គាល់ពីអ្នកដទៃចូលអ្នកដែលកើតនៅក្នុងឆ្នាំជូតមានការសកម្មខ្លាំងនៅក្នុងការប្រជុំនៅថ្ងៃអង្គារនិងថ្ងៃពហុចំពោះរឿងស្នេហាវិញអ្នកដែលកើតនៅក្នុងឆ្នាំជូតនៅសប្តាហ៍នេះគឺអ្នកនៅលាវអាចនឹងជួបនរណាម្នាក់គួរឲ្យចាប់អារម្មណ៍នៅពាក់កណ្ដាលសប្តាហ៍គូស្នេហ៍គួរតែផ្ដោតទៅលើទំនាក់ទំនងបើកចំហចំពោះសុខភាពអាចរក្សានូវតុល្យភាពជាមួយនឹងការហាត់ប្រាណស្រាលឬមួយក៏សមាធិជៀសវាង stress ថ្ងៃសំណាងរបស់អ្នកគឺថ្ងៃទី2កក្កដាពណ៌សំណាងរបស់អ្នកគឺពណ៌ខៀវចំណែករាសីរបស់អ្នកដែលកើតនៅក្នុងឆ្នាំឆ្លូវវិញនៅក្នុងសប្តាហ៍នេះគឺអ្នកដែលកើតនៅក្នុងឆ្នាំឆ្លូវគឺមានស្ថិរភាពខ្លាំងហើយការខិតខំរបស់អ្នកនឹងទទួលបានផលជាពិសេសផ្នែកហិរញ្ញវត្ថុតកតងនឹងអាជីពអ្នកកើតឆ្នាំឆ្លូវគឺអ្នកមានវឌ្ឍនភាពទៅលើគម្រោងរយៈពេលវែងនិងមានស្ថិរភាពថ្ងៃសុក្រគឺល្អសម្រាប់អ្នកក្នុងការរៀបចំផែនការហិរញ្ញវត្ថុនៅក្នុងស្នេហាអ្នកកើតឆ្នាំឆ្លូវក្នុងសប្តាហ៍នេះគឺមានទំនាក់ទំនងមានភាពសុខដុមបង្ហាញពីការដឹងគុណចំពោះដៃគូចំពោះសុខភាពវិញគឺអ្នកកើតឆ្នាំឆ្លូវផ្ដល់អាទិភាពទៅលើការសម្រាកការដើរឬហាត់យូហ្គាអាចជួយបង្កើនថាមពលថ្ងៃសំណាងរបស់អ្នកគឺថ្ងៃទី4កក្កដាពណ៌សំណាងរបស់អ្នកគឺពណ៌ខៀវបែកទឹកសមុទ្រឬពណ៌ខៀវបែកហ្គិចចំពោះរាសីរបស់អ្នកដែលកើតនៅក្នុងឆ្នាំខាវិញក្នុងសប្តាហ៍នេះអ្នកដែលកើតឆ្នាំខានឹងមានបញ្ហាប្រឈមដែលអាចនឹងសាកល្បងភាពអត់ធ្មត់របស់អ្នកប៉ុន្តែភាពអត់ធន់នឹងឈ្នះនៅបញ្ហានោះនៅក្នុងអាជីពក្នុងសប្តាហ៍នេះអ្នកកើតឆ្នាំខាគួរតែរក្សាភាពស្ងៀមស្ងាត់នៅពេលដែលមានចំនួននៅកន្លែងធ្វើការភាពជាអ្នកដឹកនាំរបស់អ្នកនឹងលេចធ្លោឡើងហើយវានឹងប្រសើរប្រសិនបើអ្នកអាចដោះស្រាយបញ្ហាដោយយុត្តិធម៌និងយុទ្ធសាស្ត្រនៅក្នុងស្នេហាវិញសប្តាហ៍នេះអ្នកដែលកើតនៅក្នុងឆ្នាំខាអាចនឹងមានរងើកភ្លើងកើតឡើងមានអារម្មណ៍ស្នេហាកើតឡើងប៉ុន្តែសូមកុំបញ្ញាប់សូមមើលឲ្យបានស្រួលបួននិងច្បាស់លាស់សិនហើយសម្រាប់គូស្វាមីភរិយាវិញគួរតែដោះស្រាយការយល់ច្រឡំទាំងឡាយឲ្យបានជ្រះស្រឡះដើម្បីបង្កើននូវភាពជឿជាក់ទៅលើគ្នាចំពោះសុខភាពនៅក្នុងសប្តាហ៍នេះគឺអ្នកដែលកើតនៅក្នុងឆ្នាំខាសូមប្រយ័ត្នកុំឲ្យខ្លួនឯង stress ហើយអាចធ្វើការដកដង្ហើមឲ្យបានជ្រៅវាជួយបានច្រើនថ្ងៃសំណាងរបស់អ្នកគឺថ្ងៃទី1កក្កដាពណ៌សំណាងគឺពណ៌ក្រហមឆ្នាំបន្តទៀតនោះគឺរាសីរបស់អ្នកដែលកើតនៅក្នុងឆ្នាំថោះនៅក្នុងសប្តាហ៍នេះគឺសំណាងកំពុងតែនៅខាងអ្នកហើយរឿងរ៉ាវដំណើរការបានទៅយ៉ាងរលូនការខិតខំប្រឹងប្រែងរបស់អ្នកកំពុងតែបង្កើតនៅមូលដ្ឋានដ៏រឹងមាំសម្រាប់នៅភាពជោគជ័យនៅពេលអនាគតរបស់អ្នកតកតងនឹងអាជីពរបស់អ្នកកើតឆ្នាំថោះក្នុងសប្តាហ៍នេះគឺគំនិតច្នៃប្រឌិតរបស់អ្នកនឹងទទួលបានការស្វាគមន៍និងការទទួលស្គាល់ហើយថ្ងៃពុធជាថ្ងៃដ៏ល្អសម្រាប់ការបំផុសគំនិតនិងការបង្ហាញទៅកាន់អ្នកដទៃនៅក្នុងស្នេហាអ្នកកើតឆ្នាំថោះសប្តាហ៍នេះសម្រាប់អ្នកដែលនៅលាវគឺសេចក្តីស្នេហាកំពុងតែលេចរូបរាងឡើងហើយចំណែកគូស្វាមីភរិយានឹងមានពេលវេលាដ៏មានអត្ថន័យជាមួយគ្នាចូលធ្វើផែនការសម្រាប់ពេលពិសេសមួយនេះនៅចុងសប្តាហ៍តកតងនឹងសុខភាពវិញគឺអ្នកមានថាមពលខ្លាំងប៉ុន្តែសូមកុំប្រើកម្លាំងនោះច្រើនពេកត្រូវធ្វើឲ្យវាសមាមាត្រគ្នារវាងសកម្មភាពនិងការសម្រាកបានន័យថាកុំធ្វើការហួសកម្លាំងថ្ងៃសំណាងរបស់អ្នកគឺថ្ងៃទី3កក្កដាពណ៌សំណាងគឺពណ៌ទឹកក្រូចចំពោះរាសីរបស់អ្នកដែលកើតនៅក្នុងឆ្នាំរោងនៅសប្តាហ៍នេះវិញសប្តាហ៍នេះអ្នកដែលកើតឆ្នាំរោងគឺមានភាពវិជ្ជមានសម្រាប់ភាពរីកចម្រើនទំនុកចិត្តរបស់អ្នកនឹងតាក់ទាញឱកាសច្រើនតកតងអាជីពរបស់អ្នកកើតឆ្នាំរោងក្នុងសប្តាហ៍នេះគឺអ្នកនឹងជោគជ័យតាមរយៈការងារជាក្រុមហើយពាក់កណ្ដាលសប្តាហ៍នេះគឺជាពេលវេលាល្អសម្រាប់ការភ្ជាប់ទំនាក់ទំនងឬចាប់ផ្ដើមគម្រោងថ្មីចំពោះស្នេហាវិញនៅក្នុងសប្តាហ៍នេះគឺអ្នកនឹងមានទំនាក់ទំនងគ្រួសារនិងស្នេហាបានរីកចម្រើនល្អ
អ្នកគួរតែបង្ហាញអំពីការដឹងគុណការពេញចិត្តចំពោះការស្រឡាញ់របស់ពួកគេមកកាន់អ្នកព្រោះវានឹងបង្ហាញពីការគាំទ្ររបស់អ្នកទៅកាន់ពួកគេចំពោះសុខភាពវិញសប្តាហ៍នេះអ្នកកើតឆ្នាំថោះគួរតែផ្ដោតទៅលើសុខភាពផ្លូវចិត្តថ្ងៃសំណាងរបស់អ្នកគឺថ្ងៃទី5កក្កដាពណ៌សំណាងគឺពណ៌ប្រផេះឆ្នាំបន្ទាប់ទៀតនោះគឺរាសីរបស់អ្នកដែលកើតនៅក្នុងឆ្នាំម្សាញ់អ្នកដែលកើតនៅក្នុងឆ្នាំម្សាញ់សប្តាហ៍នេះសូមរក្សានូវភាពសុទិដ្ឋិនិយមទោះបីជាជួបឧបសគ្គតូចតាចឬមួយធំក្តីនិងផ្ដល់អាទិភាពទៅលើការថែរក្សាខ្លួនឯងចំពោះអាជីពការងារវិញនៅក្នុងសប្តាហ៍នេះអ្នកអាចនឹងមានបញ្ហាប្រឈមកើតឡើងប៉ុន្តែវិចារណញ្ញាណអ្នកនឹងជួយដឹកនាំអ្នកឲ្យដោះស្រាយបញ្ហានោះបានយ៉ាងត្រឹមត្រូវហើយជៀសវាងការប្រថុយប្រថានដើម្បីទៅរីកចម្រើនអ្វីមួយនៅកន្លែងធ្វើការគួរណាតែយកចិត្តទុកដាក់ទៅលើការរីកចម្រើនដែលវាមានស្ថិរភាពហើយសន្សឹមតាក់ទងនឹងស្នេហាអ្នកដែលកើតឆ្នាំម្សាញ់ក្នុងខែនេះគឺអ្នកនៅលាវគួរតែបើកចិត្តសម្រាប់ទំនាក់ទំនងថ្មីចំណែកគូស្នេហ៍គឺត្រូវមានភាពអត់ធ្មត់ដើម្បីដោះស្រាយភាពតានតឹងតូចតាចដែលអាចកើតឡើងតាក់ទងនឹងសុខភាពវិញក្នុងសប្តាហ៍នេះអ្នកកើតឆ្នាំម្សាញ់អាចនឹងមានការប៉ះពាល់ពីការ stress ដូច្នេះហើយគួរតែផ្ដល់អាទិភាពទៅលើការគេងឲ្យបានគ្រប់គ្រាន់ជៀសវាងការគិតអីដែលអវិជ្ជមានថ្ងៃសំណាងរបស់អ្នកគឺថ្ងៃទី2កក្កដាពណ៌សំណាងគឺពណ៌បៃតងតមកទៀតនោះគឺរាសីរបស់អ្នកដែលកើតនៅក្នុងឆ្នាំមមីនៅក្នុងសប្តាហ៍នេះជាសប្តាហ៍មួយដែលអ្នកជោគជ័យខ្លាំងនៅក្នុងការងារនិងទំនាក់ទំនងជាសប្តាហ៍កំពូលដូច្នេះត្រូវតែចេះចាប់យកឱកាសដោយទំនុកចិត្តនៅក្នុងអាជីពនៅក្នុងសប្តាហ៍នេះអ្នកកើតនៅក្នុងឆ្នាំមមីអ្នកមានសំណាងជួយនៅក្នុងការងារដូច្នេះថ្ងៃពហុជាថ្ងៃល្អឥតខ្ចោះសម្រាប់ការដាក់សំណើគំនិតឬមួយក៏ស្វែងរកការដំឡើងតួនាទីនៅក្នុងស្នេហាគឺអ្នកកើតឆ្នាំមមីក្នុងសប្តាហ៍នេះមានភាពរស់រវើកអ្នកនៅលាវអាចនឹងតាក់ទាញមនុស្សស្រឡាញ់បានច្រើនខណៈដែលគូស្នេហ៍អាចនឹងរីករាយជាមួយភាពស្អិតរមួតនិងស្រឡាញ់គ្នាជាខ្លាំងចំពោះសុខភាពវិញនៅក្នុងសប្តាហ៍នេះគឺអ្នកមានថាមពលខ្លាំងធ្វើឲ្យអ្នកមានកម្លាំងនៅក្នុងការធ្វើការងារបានច្រើនតែក៏ត្រូវតែរក្សាជាតិទឹកគឺញ៉ាំទឹកឲ្យបានគ្រប់គ្រាន់ជៀសវាងការនឿយហត់ខ្លាំងពេកថ្ងៃសំណាងរបស់អ្នកគឺថ្ងៃទី3កក្កដាពណ៌សំណាងគឺពណ៌លឿងឆ្នាំបន្ទាប់ទៀតនោះគឺរាសីរបស់អ្នកដែលកើតនៅក្នុងឆ្នាំមមែសប្តាហ៍នេះគឺជាសប្តាហ៍ដែលអ្នករីកចម្រើនការខិតខំប្រឹងប្រែងរបស់អ្នកនឹងនាំមកនូវផលចំណេញនៅក្នុងអាជីពវិញអ្នកកើតឆ្នាំមមែនៅសប្តាហ៍នេះគឺងាយនឹងឲ្យគេទទួលស្គាល់ពីសមត្ថភាពរបស់ពួកគាត់ហើយថ្ងៃសុក្រគឺជាថ្ងៃដ៏ល្អសម្រាប់ការបង្ហាញអំពីជំនាញរបស់អ្នកកើតឆ្នាំមមែព្រមទាំងអាចបិទកិច្ចព្រមព្រៀងបាននៅក្នុងស្នេហាឆ្នាំមមែនៅសប្តាហ៍នេះគឺមានភាពស្ថិរភាពល្អនៅក្នុងទំនាក់ទំនងអ្នកក៏អាចរៀបចំពេលល្ងាចណាមួយដ៏កក់ក្ដៅណាត់ជាមួយមនុស្សជាទីស្រឡាញ់ញ៉ាំបាយជុំគ្នាដើម្បីបង្កើនភាពកក់ក្ដៅនៅក្នុងគ្រួសារចំពោះសុខភាពវិញនៅក្នុងសប្តាហ៍នេះអ្នកគួរតែយកចិត្តទុកដាក់ទៅលើសុខភាពផ្លូវចិត្តជៀសវាងការកាត់ច្រើនហួសហេតុនិងអនុវត្តនូវការថែរក្សាខ្លួនជាចម្បងថ្ងៃសំណាងរបស់អ្នកគឺថ្ងៃទី4កក្កដាពណ៌សំណាងគឺពណ៌សរាសីឆ្នាំបន្ទាប់នោះគឺឆ្នាំវកអ្នកដែលកើតនៅក្នុងឆ្នាំវកក្នុងសប្តាហ៍នេះគឺភាពបត់បែនរបស់អ្នកនឹងជួយអ្នកឆ្លងកាត់នៅសប្តាហ៍ដ៏សកម្មនេះបានតែវាមានរឿងច្រើនដែលត្រូវគិតត្រូវដោះស្រាយអញ្ចឹងហើយអ្នកកើតនៅក្នុងឆ្នាំវកគួរតែរក្សានូវភាពវាងវៃដើម្បីកែប្រែបញ្ហាទៅជាឱកាសនៅក្នុងអាជីពវិញសប្តាហ៍នេះអ្នកកើតឆ្នាំវកគឺជាពេលវេលាមួយដែលអ្នកបង្ហាញអំពីជំនាញនៅក្នុងការដោះស្រាយបញ្ហារបស់អ្នកថ្ងៃអង្គារជាថ្ងៃល្អបំផុតសម្រាប់អ្នកនៅក្នុងការដោះស្រាយបញ្ហាដែលស្មុគស្មាញនៅក្នុងស្នេហាអ្នកកើតឆ្នាំវកសប្តាហ៍នេះបើសិនជាអ្នកនៅលាវអាចនឹងជួបឱកាសគួរឲ្យលំភើបចំពោះគូស្នេហ៍វិញគឺអាចជៀសវាងនឹងការជួបប្រកែកនឹងបញ្ហាតូចតាចដោយធ្វើការស្ដាប់គ្នាយ៉ាងយកចិត្តទុកដាក់នៅក្នុងការដោះស្រាយបញ្ហាក៏ដូចជាចំនួនតូចៗទាំងនោះតាក់ទងនឹងសុខភាពវិញសប្តាហ៍នេះអ្នកនឹងមានសុខភាពផ្លូវចិត្តល្អខ្លាំងប៉ុន្តែថាមពលរាងកាយអាចនឹងធ្លាក់ចុះវិញថ្ងៃសំណាងរបស់អ្នកគឺថ្ងៃទី1កក្កដាពណ៌សំណាងគឺពណ៌មាសរាសីឆ្នាំបន្ទាប់នោះគឺឆ្នាំរកាឆ្នាំមាន់សប្តាហ៍នេះអ្នកដែលកើតនៅក្នុងឆ្នាំរកាជាពេលមួយដែលអ្នកខិតខំប្រឹងប្រែងនិងទទួលបាននៅផ្លែផ្កាមកវិញជាពិសេសគឺនៅក្នុងផ្នែកការងារអាជីពនិងផ្នែកហិរញ្ញវត្ថុរបស់អ្នករាសីរបស់អ្នកនៅក្នុងអាជីពការងារក្នុងសប្តាហ៍នេះគឺភាពតស៊ូរបស់អ្នកនឹងផ្ដល់នូវផលឲ្យអ្នកវិញហើយថ្ងៃពុធគឺជាថ្ងៃដ៏ល្អសម្រាប់បិទបញ្ចប់គម្រោងចំពោះស្នេហាវិញអ្នកដែលកើតនៅក្នុងឆ្នាំរកានៅសប្តាហ៍នេះគឺទំនាក់ទំនងរបស់អ្នកគឺមានភាពស្ថិរភាព
ក៏ប៉ុន្តែកុំមើលរំលងនៅកាយវិការតូចៗដែលជាសេចក្តីស្រឡាញ់ផ្ដល់ទៅឲ្យមនុស្សដែលខ្លួនឯងស្រឡាញ់នេះសោះព្រោះទាំងនេះគឺជាតម្រូវការរបស់ដៃគូរបស់យើងសុខភាពរបស់អ្នកនៅក្នុងសប្តាហ៍នេះគឺអ្នករក្សាបាននូវទម្លាប់ដែលមានតុល្យភាពការហាត់ប្រាណក៏ដូចជាអាហារដែលមានសុខភាពជួយឲ្យអ្នកមានថាមពលល្អថ្ងៃសំណាងរបស់អ្នកគឺថ្ងៃទី5កក្កដាពណ៌សំណាងគឺពណ៌ប្រាក់ឆ្នាំបន្ទាប់នេះគឺឆ្នាំចរាសីរបស់អ្នកកើតឆ្នាំចក្នុងសប្តាហ៍នេះសូមជឿជាក់ទៅលើភាពស្មោះត្រង់របស់អ្នកភាពស្មោះត្រង់របស់អ្នកនឹងនាំឲ្យអ្នកធ្វើនៅអ្វីដែលត្រឹមត្រូវជឿជាក់ទៅលើពិចារណញ្ញាណរបស់អ្នកនៅក្នុងការសម្រេចចិត្តហើយផ្ដោតទៅលើគោលដៅរយៈពេលវែងចំពោះអាជីពរបស់អ្នកកើតនៅក្នុងឆ្នាំចក្នុងសប្តាហ៍នេះគឺអ្នកនឹងមានឱកាសរីកចម្រើននិងលេចធ្លោឡើងជាពិសេសនៅក្នុងមុខតំណែងតួនាទីហើយថ្ងៃសុក្រគឺជាថ្ងៃល្អបំផុតសម្រាប់ការរៀបចំផែនការចំពោះស្នេហានៅក្នុងសប្តាហ៍នេះវិញគឺអ្នកនឹងទទួលបានទំនាក់ទំនងកាន់តែស៊ីជម្រៅតាមរយៈទំនុកចិត្តហើយអ្នកនៅលាវគួរតែបើកចិត្តសម្រាប់ទំនាក់ទំនងថ្មីដែលមានន័យចំពោះសុខភាពវិញនៅក្នុងសប្តាហ៍នេះតកតងនឹងសុខភាពផ្លូវចិត្តគឺវាទាមទារអ្នកយកចិត្តទុកដាក់ខ្លាំងហើយអ្នកគួរតែចំណាយពេលជាមួយនឹងធម្មជាតិនិងមនុស្សដែលខ្លួនឯងស្រឡាញ់ថ្ងៃសំណាងរបស់អ្នកគឺថ្ងៃទី6ពណ៌សំណាងគឺពណ៌សរាសីឆ្នាំបន្ទាប់នោះគឺឆ្នាំកុលឆ្នាំកុលនៅក្នុងសប្តាហ៍នេះគឺអ្នកនឹងមានបញ្ហាប្រឈមនៅក្នុងទំនាក់ទំនងដែលអាចកើតឡើងប៉ុន្តែភាពវៃឆ្លាតរបស់អ្នកនឹងជួយរក្សានូវភាពសុខដុមនិងសុខសាន្តទៅវិញដោយផ្ដោតទៅលើដំណោះស្រាយនិងរក្សានូវភាពសុទ្ធិនិយមជានិច្ចនៅក្នុងអាជីពរបស់អ្នកកើតនៅក្នុងឆ្នាំកុលសប្តាហ៍នេះគឺអ្នកត្រូវតែរក្សានូវភាពស្ងៀមស្ងាត់សុភាពរាបសារទន់ភ្លន់ជៀសវាងចំនួននៅកន្លែងធ្វើការហើយនៅពេលពាក់កណ្ដាលនៃសប្តាហ៍នេះគឺជាពេលដ៏ល្អសម្រាប់ការធ្វើការជាក្រុមឬមួយក៏សហការគ្នានៅក្នុងស្នេហាអ្នកកើតក្នុងឆ្នាំកុលនៅក្នុងសប្តាហ៍នេះគឺអ្នកអាចដោះស្រាយការយល់ច្រឡំជាមួយដៃគូដោយភាពស្ងប់ស្ងាត់ឯអ្នកនៅលាវវិញគឺគេអាចរកឃើញពីភាពច្បាស់លាស់ដែលជាអ្វីមួយដែលគេត្រូវការហើយស្វែងរកពីដៃគូតាក់ទងនឹងសុខភាពវិញគឺអ្នកអាចនឹងមានបញ្ហា stress ច្រើនថ្ងៃសំណាងរបស់អ្នកគឺថ្ងៃទី2កក្កដាឯពណ៌សំណាងគឺពណ៌ផ្កាឈូកវីដេអូហោរាសាស្ត្រប្រចាំសប្តាហ៍នេះបានមកដល់ទីបញ្ចប់ហើយសង្ឃឹមថាវីដេអូនេះនឹងផ្ដល់ជាប្រយោជន៍ជូនទៅដល់អ្នកទាំងអស់គ្នាហើយអ្នកទាំងអស់គ្នាចូលចិត្តខ្ញុំសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះការតាមដានទស្សនាវីដេអូរបស់ខ្ញុំប្រសិនបើពុកម៉ែបងប្អូនទាំងអស់គ្នាចូលចិត្តនៅវីដេអូរបស់ខ្ញុំក៏សូមជួយចុច like ចុច share ក៏ដូចជា subscribe នៅវីដេអូរបស់ខ្ញុំផងដើម្បីទទួលបាននៅវីដេអូហោរាសាស្ត្រប្រចាំសប្តាហ៍ក៏ដូចជាប្រចាំខែនិងវីដេអូដទៃទៀតដែលតាក់ទងនឹងហោរាសាស្ត្រតាមក្បួនចិនជាចុងក្រោយនេះក្រៅពីពាក្យអរគុណខ្ញុំក៏មានតែជូនពរពុកម៉ែបងប្អូនទាំងអស់គ្នាឲ្យជួបតែសុខសុវត្ថិភាពនិងសំណាងល្អនៅក្នុងជីវិតជម្រាបលាជួបគ្នានៅវីដេអូក្រោយ